អរគ្នាអញ្ចឹងយើងសាកទូទៅរឿងមកមុខទី9ជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់ពីយើងបានទស្សនាពេលទី8រួចហើយយើងឃើញថាចន្ទ្រាត្រូវបានប្រព័ន្ធវិទ្យាចាប់បានហើយបន្តិចស្ដាយហេឆាក៏បានប្រព័ន្ធរបស់គាត់ដែរថាគាត់យកចន្ទ្រាមកគ្រាន់តែដើម្បីប្រមូលហាងរបស់គាត់ទេហើយបើនិយាយពីទង្វើរបស់ហេឆាវិញក៏អញ្ចឹងគ្នានោះវាគឺគាត់ពិតជាយកចន្ទ្រាមកដើម្បីប្រមូលហាងរបស់គាត់មែនដោយសារតែចន្ទ្រាគាត់ស្អាតហើយគាត់យកមកនោះគឺដើម្បីទាក់ទាញភ្ញៀវចូលហាងរបស់គាត់បានច្រើនដូចគ្នាដែរហើយវាសួរថាចន្ទ្រាគាត់បានប្រយោជន៍អីអត់គឺគាត់តាមបានប្រយោជន៍អីទេខៅពីនៅក្នុងហាងរបស់គេដើម្បីធ្វើការគេនឹងទេហើយបើយើងកលេចមួយជ្រុងទៀតណាយើងឃើញថាចន្ទ្រាគាត់អាចនឹងមានបំណងចង់ចាក់ចេញពីហេឆាដូចគ្នាដោយសារតែគាត់មានឱកាសជាមួយនឹងតកែរោងចក្រថ្មីអញ្ចឹងណាក្នុងការដែលតកែរោងចក្រថ្មីគឺគាត់ចាប់ផ្ដើមទៅកាន់ចន្ទ្រាដូចគ្នាប៉ុន្តែជាក់ស្ដែងគឺថាឡើយចន្ទ្រាគាត់ដើរចេញពីហេឆានៅគឺនៅដោយសារតែគាត់នៅតែចាញ់ពាក្យល្បួងលួងលោមរបស់ហេឆាអញ្ចឹងហេតុអីដោយសារតែគាត់ក៏អត់មានជំរឿអីដើម្បីផ្លាស់ប្ដូរដែរអាចថាគាត់តាមមានឱកាសអញ្ចឹងទៅតែបើទោះថាគាត់ធ្វើអញ្ចឹងតែជីវិតរបស់គាត់មិនដែរបើមិនជាគាត់ធ្វើអញ្ចឹងវាកាន់តែផុងជ្រៅផុងទៅពីមួយទៅមួយដែលធ្វើឲ្យជីវិតរបស់គាត់ហ្នឹងវាពិបាកក្នុងការមកក្រោយខាងមែនតើហើយខ្ញុំទៅសារលើប្រាប់របស់យើងដែរគាត់ព្យាយាមតាមប្រព័ន្ធរបស់គាត់បើទោះបីគាត់ដឹងថាប្រព័ន្ធរបស់គាត់ទៅនឹងគឺគោលបំណងគេពីគាត់ចោលគាត់ចឹងទៅប៉ុន្តែគាត់ព្យាយាមដើម្បីជួយប្រព័ន្ធរបស់គាត់ខ្លាចថាថ្ងៃក្រោយទៅប្រព័ន្ធរបស់គាត់កាន់តែផុងខ្លួនហើយមកគាត់អត់បានចឹងទៅអូខេអ្នកនរអញ្ចឹងអ្នកនរគិតថាតើចន្ទ្រាគាត់អាចនឹងនៅបន្តជាមួយហេឆាឬមួយក៏គាត់នឹងផ្លាស់ប្ដូរទៅនៅជាមួយនឹងតកែរោងចក្រថ្មីចឹងអ្នកនរចាំតាមអ្នកនរមើលហើយបើទោះថាតើប្រព័ន្ធរបស់គេមិនដែរប្រព័ន្ធរបស់ហេឆាហ្នឹងក៏មិនណយមកដែរអ្នកនរចឹងចាំតាមភាពពេញនៅក្នុង channel របស់គាត់ផងបាយ